ទៅមើលអ្នកជំងឺម្នាក់ឈឺមកផ្ទះរួចឯងនៅវាលមកយប់ហ្នឹងយើងទាំងហក់ហ្មងទាំងហក់យល់ខ្លួនចាក់ហើយថ្ងៃទៅបានក្រោកឈររួចទាន់ស៊ីអីកើតវាធ្ងន់ពេកដោយសារវាឈឺដួលនៅវាលមកយប់រមឃើញតែវាចាប់ប្រហែលម៉ោងមកហើយនេះថ្ងៃទី2ថ្ងៃនេះព្រឹកទី3ហើយឃើញណាស្រស់បោះហើយរួចរស់ជីវិតហើយពេទ្យក៏ចាយលុយបានដែរ